បើសិនជាបងប្អូនទៅធ្វើផ្ទះថ្មីហើយដូចខ្ញុំចូលមើលវីដេអូនេះកុំអត់ស្ដាយក្រោយដូចខ្ញុំពិតជាស្ដាយក្រោយមែនតើបងប្អូនអើយដោយសារអីរបស់ថ្មីយើងទៅតែងដាក់ឲ្យវាមានបញ្ហាបងប្អូនសួរថាតូចចិត្តតិចអីនេះកន្លែងនេះគឺជាឡាបូលាងចានរបស់ខ្ញុំបងប្អូនដោយសារថាខ្ញុំអត់ដឹងខ្ញុំយកទឹកលាងប្រគុណយកមកដាក់លាងពេលដែលខ្ញុំថ្ងៃលាងសម្អាតទេបងប្អូនពេលខ្ញុំដាក់លាងហើយគឺខ្ញុំអត់ដឹងទេទុកតែមួយយប់គឺឡើងមកអញ្ចឹងហ្មងបងប្អូនអើយហើយខំផងដោះមិនក៏ដោះអត់ចាញ់ដែរបងប្អូនហើយដល់ពេលខ្ញុំសួរជាងផ្ទះគាត់ថាអត់ទេដាក់អត់កើតទេនិយាយទៅគឺទាល់តែដូរថ្មីចោលហ្មងហើយគាត់ថាមិនធំដាក់កន្លែងហ្នឹងណាសំបីតែកញ្ចក់នេះក៏ដោយគេហៅអីកញ្ចក់រ៉ៃបានបងប្អូនមើលពីខាងក្រៅទៅខាងក្នុងអត់ឃើញអាងឹតគាត់ថាសំបីតែជូតទឹកលាងប្រគុណហ្នឹងក៏ខូចដែរគឺវាជ្រះពណ៌ទៅជាពណ៌ថ្លាហ្មងហើយកន្លែងទ្វារនេះក៏អញ្ចឹងដែរខ្ញុំដាក់សម្រាប់លបាំងការពីបងប្អូនហើយខ្ញុំដាក់អត់ដឹងដាក់កឹបបងប្អូនពេលអញ្ចឹងបើកទ្វារមកខ្លាំងនេះគឺខ្ទាស់ធ្វើឲ្យបាក់កលឹះទ្វារចាដូរមួយថ្មីទៀតបងប្អូនដោយសារយើងអត់ដឹងអញ្ចឹងបើសិនជាបងប្អូនដែលទើបតែធ្វើផ្ទះថ្មីហើយដូចខ្ញុំមកបងប្អូនគួរតែប្រយ័ត្នកន្លែងហ្នឹងបន្តិចនេះក៏តែជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានជួបអញ្ចឹងខ្ញុំក៏ចង់ចែកម្លែកប្រាប់បងប្អូនខ្លាចលោកបងប្អូនខ្លះអត់ដឹងដូចខ្ញុំបងប្អូនតែពេលខូចហើយគឺមិនងាយទេតតែដូរថ្មីហ្មងអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះគឺខ្ញុំមករៀបចំផ្ទះទៀតដែរបងប្អូនរៀបចំ2ថ្ងៃរៀបចំអត់ទាន់ហើយទេឥឡូវនេះគឺមេចាប់ផ្ដើមរកភ្លៀងទៀតតែហើយប្តីខ្ញុំគាត់ជូតកញ្ចក់ជូតអីខាងលើតាមពិតប្តីខ្ញុំមករកយកទឹកទានឹងជូតទៀតថាបងប្អូនចាស់តោះជាងប្រាប់តន់ឯងកុំអីគឺជូតខ្ទេចទៀតកញ្ចក់ហ្នឹងគឺយើងអត់ដែលដឹងហ៎បងប្អូនឥឡូវមេឃក៏ចាប់ផ្ដើមមកលឹមហើយបងប្អូនអើយថតពីលើមកសំណាងដែរខ្ញុំគិតថាសំណាងដែរមេឃឲ្យពេលដែលខ្ញុំធ្វើផ្ទះវាអត់ធ្វើភ្លៀងហ៎បងប្អូនបើសិនជាភ្លៀងវិញគឺជាពិបាកអាយចុះពេលភ្លៀងហើយយើងធ្វើរោងនៅបងប្អូនរោងលិចផងអីផងបងប្អូនដល់តែពេលរួចរាល់ហើយមេឃភ្លៀងឥឡូវតិចចេះក៏មិននឹកឃើញថាអីចូលទៅមើលក្នុងផ្ទះវិញថាមានអីគេចាគឺរូបថតចាស់របស់ខ្ញុំបងប្អូនរូបថតចាស់របស់ខ្ញុំពេលដែលខ្ញុំកាំងបងប្អូនតែប៉ុន្តែពេលយើងរើផ្ទះចឹងបានឃើញតែពេលមើលរូបថតខ្លួនឯងហើយគឺចង់តែសើចមែនតើដល់តែពេលទាញរូបថតមកហើយនឹកឃើញថាបាត់ប្តីសែតរោប្តីណែប្តីមកនៅក្នុងបន្ទប់មកដោះថ្មិញធ្វើប្រងើយតែមានថ្នាំដោះថ្មិញនឹងមកមិនបាច់ទឿនឲ្យដោះថ្មិញទេបងប្អូនដោយសារអីថ្នាំដោះថ្មិញពណ៌សនេះគឺជួយបំបត្តិការស្រួយថ្មិញប្តីខ្ញុំក៏ស្រួយថ្មិញហើយសូម្បីតែក្មេងអាយុ8ឆ្នាំក៏ដោះបានដែរសម្រាប់ពណ៌ខៀវនេះវិញសម្រាប់បងប្អូនដែលចូលចិត្តរៀងហិលខ្លាំងបងប្អូននិយាយទៅពេលដោះឲ្យធ្វើឲ្យស្រឡះមាត់បានល្អអត់ឆ្អិតមាត់ហើយថ្នាំដោះថ្មិញនេះនាំចូលពីប្រទេសម៉ាឡេស៊ីតម្លៃក៏សមរម្យដែរដល់ទីមើលរូបថតហ្នឹងដឹងថាអើយសម័យអត់ចេញទេថាពេលហ្នឹងតែខ្ញុំកាត់អីបានថាខ្លួនឯងស្អាតឡើងទេបងប្អូនមុខហើយនឹងសាច់ហ្នឹងគឺវាខុសគ្នាដាច់ត្មងណាបងប្អូនចាមុខផ្សេងខ្លួនផ្សេងអញ្ចឹងទៅហើយបងប្អូនមើលដៃប្តីខ្ញុំគឺសជាងខ្ញុំដោយសារអីគឺប្តីខ្ញុំគាត់រៀងកាត់ចិត្តណាបងប្អូនអញ្ចឹងគាត់រៀងសហើយខ្ញុំគឺខ្មៅងាប់យកបដ ហើយបងប្អូនហើយបងប្អូនអាចមើលរូបថតមកស្លឹកនេះបានបងប្អូនមើលតែជើងខ្ញុំថាវាខ្មៅកម្រិតណាហើយបងប្អូនមើលក្នុងកប៉ៅខ្ញុំមកសម័យហ្នឹងបងប្អូនខ្ញុំកាន់ទូរស័ព្ទ825ដឹងថាអស់ចាប៉ុណ្ណាបងប្អូនឲ្យមានទូរស័ព្ទដកមកចេញភ្លើងផ្លឹបផ្លែតហ្នឹងនិយាយពីអត់ណាទេក៏លើកចេញឲ្យលើកចូលដែរអ្នកធ្លាប់តនសម័យហ្នឹងមិនដឹងនិយាយទៅគាត់នឹកឃើញខ្លួនឯងហើយចង់តែសើចទេណាបងប្អូនឥឡូវនេះមើលរូបថតហើយមេភ្លៀងជាក់ចាំមិននឹកឃើញជាមួយនឹងញោមថេងដែងប្រើកូនប្រុសឲ្យទៅទិញឲ្យចឹងណាបងប្អូនតែប៉ាត់សាច់ខ្ញុំរៀងអាប់បងប្អូនដោយសារអីខ្ញុំឈឺបងប្អូនមើលតែកៅអៀបិទលើក្បាលដឹងហើយតែប៉ាត់ខ្ញុំឈឺ2ថ្ងៃ3ថ្ងៃហ្នឹងហើយបងប្អូនប៉ុន្តែខ្ញុំចេះទ្រាំចឹងណាពេលខ្លះខ្ញុំអត់សូវចង់ហូបថ្នាំចឹងណាប៉ុន្តែទ្រាំអត់បានទេថ្ងៃហ្នឹងគឺងើបទៅគឺទៅពេទ្យទាំងផឹកហ្មងដោយសារថាខ្ញុំញ៉ាំអីខុសបងប្អូនចឹងហើយធ្វើឲ្យជាតិអាស៊ីតកាពះខ្ញុំគឺវាឡើងខ្លាំងបងប្អូនឆ្អល់មកតែលើទេដកហើមឡើងអត់ចង់រួចបងប្អូនប៉ុន្តែថាខ្ញុំឈឺនេះចង់កន្លះខែណាបងប្អូនតែខ្ញុំទ្រាំខ្ញុំប្រើគ្រប់វិធីពេលដែលគេប្រាប់ថាធ្វើអីនៅតែអត់បាត់ជាមិនផុតគឺខ្ញុំត្រូវទៅពេទ្យដដែលអញ្ចឹងក្នុងវីដេអូនេះមកតែប៉ុណ្្នឹងទេ